miền bay cái thân miền buôn còn miền đài việc thay cái thân nâng miền pí cái thân ai cái chôn muối cái thân sa mà kỳ muối ai cái chôn nâng cứ điện đá cái miền thôn thiên cướp cón cái tranh mốc thôi tầm mà cái hai màu ai đôi từ dương sa mà kỳ cái nia thôn thiên cướp cón cả đói tay mình chọn ai cái chôn mà nè ai thế chọn hỏi ban sa mà kỳ cái nia nhận đi khlah nè đục khlah máu rùm rùm cái nia cho bạch bình trồ cái nia có từ chia cả thân muối dạng thông hỏi về mọc ra kén trong bộ bia bị khẩu xong để cúng tam tì vót tì ram nè nè anh ấy cái hao ta cả thân xa một cái đòi miếng nhiệt nhóm tràn cái nè mình cái thân ai cái chôn bà cái thân ai cái chốn cái miếng ta trái thông nó muối tới liên tôi đang pi tới cái hai máu về bà kén bà sống anh ấy cái thân ai cái chôn này tại đó là cái thân nhiệt nhóm xa một cái mình là con là ngày nào ta bay và con là ngày nào nhận ní mà trai nhận đúng mà trai cho bạch và trôi kia máu khơi ta trai chỉ vô nó bị bàn trơn rồi pe đãប្រសង់ចេញព្រះវសារួចទៅបើប្រកេនតែ3ត្រៃហ្នឹងបានអ្នកណាអត់អ្នកណារួចខំប្រឹងមួយឆ្នាំគោរពប្រតិបត្តិធម៌អាទីបំផុតចេញវសាមកហើយអត់បានជាពួរទៀតជាពួរហ្នឹងសង្ឃឹមថាបានក្រោយពេលចេញព្រះវសាហ្នឹងឯងហើយតែបើសិនជីវរនឹងតិចតួចមិនបានមកត្រៃមកអង្គផងអានឹងយ៉ាប់ដែរបានជាញាតញោមហ្នឹងសាមគ្គីគ្នាប្រម៉ែប្រមូលមកអ្នកនេះខ្លះអ្នកនោះខ្លះមកអ្នកនេះមានមកត្រៃអ្នកនោះមានមកត្រៃអ្នកនេះមានលៀងអ្នកនេះមានស្បង់អ្នកនោះមានតជាពោអ្នកខ្លះហ្នឹងមានទុនធានទាំងច្រើនហើយត្រៃនឹងហើយថែមទាំងប្រដាប់ប្រដាគ្រឿងបរិក្ខារអាហារមានថែមពីលើនឹងទៀតរៀបចំចាត់ចែងនេះជួយឧបត្ថម្ភខាងនេះនេះជួយឧបត្ថម្ភខាងនោះអាហ្នឹងកើតជាកម្មវិធីបន់កឋិនមួយយ៉ាងកក្រឹកកក្រែងដោយភាពសាមគ្គីរបស់ពុទ្ធបរិស័ទយើងអាហ្នឹងជាកម្លាំងរបស់សាមគ្គីហើយសាមគ្គីមានថិតថេរដរាបណាទីវត្តទីអារាមនោះរីកចម្រើនដរាបនោះឲ្យតែមានសាមគ្គីមិនអាចសង្ឃឹមឯកជនបានទេណាញោមឯកជននឹងមិនឈ្នះសាមគ្គីទេអត់ឯកជនក៏ឲ្យតែចោះឲ្យតែមានសាមគ្គីម្នាក់មកត្រៃម្នាក់មកអញ្ចឹងឲ្យតែញាតិញោមមានភាពសាមគ្គីគ្នាតែបើមានតែឯកជនមកញាតិញោមអើយគេឯកជនហើយអញមិនបាច់ហើយហោមអមដំណើរទេវត្តនឹងប្រកាសជាស្វិតហើយប្រសងគង់ចាំភាសានឹងប្រកាសជាក្រៀមតែម្ដងពីព្រោះវាមិនសូវសបោវាមិនសូវសបាយវាចាញ់សាមគ្គីមានតែសាមគ្គីទេទៅវាសបោទៅវាសបាយជាងញាតិញោមក៏មកថាឯងនេះវាតិចតួចគេនឹងវាមានច្រើនគេឯកជនគេមកគេបានច្រើនធំតែតាមពិតទៅញាតិញោមបើសង្កេតពិនិត្យទៅចាញ់បន្តិចម្នាក់ទេតិចម្នាក់ហ្នឹងដល់ម្នាក់បន្តិចម្នាក់បន្តិច10នាក់ទៅបានប្រមាណ20នាក់ទៅបានប្រមាណចុះ50នាក់ទៅបានប្រមាណរួច100នាក់ទៅបានប្រមាណឯកជនមួយមិនស្មើញាតិញោមសាមគ្គីទេចឹងណាសាមគ្គីវាបានច្រើនទាំងសម្ភារៈបានច្រើនទាំងថវិកាអារាមនីមួយបើទុកជាមានកឋិនឯកជនគេហៅមកពីណាក៏ដោយអាចារ្យគណៈកម្មការគេមិនដែលចោលទេគេរៀបចំធ្វើកឋិនសាមគ្គីក្នុងវត្តហ្នឹងដើម្បីប្រមូលបរិស័ទហ្នឹងឲ្យរួបរวมគ្នាបង្កើតដើម្បីប្រម៉ែប្រមូលកឋិនហ្នឹងឲ្យវាបានច្រើននៅក្នុងវត្តហ្នឹងថែមពីលើនឹងទៀតអញ្ចឹងកឋិន2យ៉ាងកឋិនឯកជននៅមួយកឋិនសាមគ្គីនៅមួយហើយដល់កឋិនមាន3យ៉ាងកឋិន3យ៉ាងនេះកឋិនទី1ហ្នឹងកឋិនគេហៅថាចូលកឋិនកឋិនតូចហ្នឹងញាតញោមមានតែល្មមទៅណាមានតែល្មមតែស្បោះមួយអញ្ចឹងទៅយកទៅវេកឋិននឹងគេដែរអាហ្នឹងកឋិនដែរប៉ុន្តែគេហៅថាកឋិននេះវាតូចវាមិនសូវធំដូចគេញាតិញោមមានតែស្បង់មួយក៏អាចធ្វើកឋិនបានដែរនឹងក៏កឋិនដែររួចដល់មួយទៀតគេហៅថាកឋិនថ្នាក់កណ្ដាលមធ្យមល្មមបានតែមួយត្រៃអញ្ចឹងមកមានគ្រឿងបរិក្ខារអីអញ្ចឹងតិចបន្តួចអញ្ចឹងទៅហើយយកមកវេប្រកេនចំពោះព្រះសង្ឃទៅអានឹងកឋិនថ្នាក់កណ្ដាលហើយដល់ទៅមហាកឋិននៅនោះវិញគេរៀបចំត្រៃជីវរគេគ្រប់ប្រដាប់ហើយនឹងគេមានគ្រឿងបរិក្ខារគេនឹងដឹកទាំងអាតុកដឹកទាំងឡានថែមពីលើនឹងមកទៀត
អ្នកខ្លះមកដាក់តុកតុកឲ្យដាក់គោយន្តមកទៅបានច្រើនថែមពីលើនឹងទៀតអានេះគេហៅថាមហាកឋិនឲ្យបានច្រើននៅគ្រឿងបរិខាសម្រាប់គុតគង់ព្រះសង្ឃត្រព្រះសង្ឃឲ្យគង់នៅក្នុងវត្តហ្នឹងឲ្យថិតថេរជេរកាលអស់កាលជាអង្វែងទៅដើម្បីជាប្រយោជន៍ជាមលុបដល់បរិស័ទទាំងឡាយអញ្ចឹងក៏គេរៀបចំគ្រឿងបរិខាហ្នឹងសម្រាប់គុតគង់ទំនុកបំរុងឲ្យព្រះសង្ឃប្រើប្រាស់នឹងឲ្យបានច្រើនអាហ្នឹងគេហៅថាមហាកឋិនអញ្ចឹងទៅហើយដល់ទៅកឋិនមួយទៀតកឋិនមាន4យ៉ាងកឋិន4យ៉ាងនោះទី1គេហៅថាកឋិនកាលញាតិញោមកឋិនកាលគឺកាលរបស់កឋិនកាលរបស់កឋិននេះមានត្រឹមតែ1ខែក្នុងមួយឆ្នាំកាលកឋិនមានតែ1ខែហើយ1ខែនឹងទៀតមានតែ29ថ្ងៃ29ថ្ងៃនឹងទៀតមួយវត្តវេកឋិនបានតែ1ថ្ងៃទៀតអត់ច្រើនទេអញ្ចឹងកាលរបស់កឋិននេះអត់សបោទេកាលនឹងតិចតួចស្រួយស្ដើងជាទីបំផុតញាតិញោមកាលនឹងតិចតួចស្រួយស្ដើងជាទីបំផុតណាកាលរបស់កឋិននឹងមិនមែនអង្គុយនឹកឃើញយីខែនេះជារដូវកាលភ្ជុំបិណ្ឌអញ្ចឹងហើយកឋិនទៅវេប្រកេនលោកវត្តកំពង់សីមាអត់កើតទេស្រាប់តែខែប្រគុណខែចែកអង្គុយទៅខែនេះដូចរឿងទំនេរឯងប្របែប្របួលបងប្អូនវេកឋិនប្រកេនលោកគង់ចាំព្រះវស្សាក្នុងទីវត្តទីអារាមនេះអត់ឡើងទៅជាកឋិនទេព្រោះកឋិននឹងមានតែចាប់ពីថ្ងៃ100ខែអាសត់រហូតដល់ថ្ងៃ15កើតខែកដិកហើយរយៈកាលត្រឹមតែ29ថ្ងៃមួយវត្តវេកឋិនបានតែ1ថ្ងៃទៀតបើអញ្ចឹង1ថ្ងៃនឹងឲ្យរំលងទៅហើយកាលរបស់កឋិនឆ្នាំនឹងចប់តែម្ដងអញខាតទេឥឡូវនឹងត្រៀមមកហើយណាវត្តកំពង់សីមាមិនទាន់វេកឋិនទេស្អែកបានវេហើយបើតែណាមិនទាន់អញ្ជើញមកវេទេត្រៀមខ្លួនទៅហើយណាកុំឲ្យរំលងតែបើស្អែកមិនបានមកទេខាតហើយឆ្នាំនឹងខាតខានបានវេកឋិនវត្តកំពង់សីមាហើយបើមានអាយុជីវិតសម្រាប់វេកឋិនដល់ឆ្នាំក្រោយទៀតនោះវាមិនសូវអីទេហើយចាំបើឆ្នាំក្រោយវាមិនទាន់ផងនោះវាទៅបាត់ទៅនោះលើកទងសដាក់មុខផ្ទះលេងភ្លេងណេញណងទៅនោះបានស្អីនឹងវេកឋិនតទៅទៀតបើអញ្ចឹងហើយយើងកុំឲ្យពេលវេលារំលងទៅដោយអត្ថប្រយោជន៍ហើយមុននឹងយើងទៅនឹងឲ្យវាមានកឋិននឹងចប់តាមខ្លួនទៅជាមួយផងអញ្ចឹងត្រូវត្រៀមទាំងអស់គ្នាដើម្បីវេកឋិនក្នុងថ្ងៃស្អែកអញ្ចឹងណាបញ្ញាប់ទៅបើមានស្អីច្រើនគេក៏បានតែហើយហោមអមដំណើរហើយពេលដែលអាចារ្យគេប្រកាសថាបងប្អូនអើយអញ្ជើញវេកឋិនទាំងអស់គ្នាយើងក៏វេគេទៅបានអានិសង្ឃកឋិននឹងគេដែរតែប៉ុណ្្នឹងក៏ល្អដែរឲ្យតែបានមកវេគឺជាបានចំណែកនៃអានិសង្ឃកឋិនជាមួយនឹងគេដែរមិនមែនថាអត់ទេឲ្យតែបានអញ្ជើញមកអញ្ចឹងញាតិញោមកាលរបស់កឋិននឹងតិចតួចស្ដួយស្ដើងទេណាតិចតួចស្ដួយស្ដើងហ្នឹងមិនមែនកាលបច្ច័យ4ទេណាបើកាលបច្ច័យ4ចង់ធ្វើពេលណាក៏អត់បញ្ហាដែរថ្ងៃណាខែណាក៏អត់បញ្ហាដែរតែបើកាលរបស់កឋិនអានឹងយ៉ាប់បន្តិចហើយមានតែមួយថ្ងៃទេសម្រាប់ប្រគល់ជូនបរិស័ទវេកឋិនក្នុងវត្តនីមួយនោះអញ្ចឹងត្រៀមទាំងអស់គ្នាអ្នកណាមានអីមិនមានអីក៏បានដែរត្រៀមខ្លួនតាំងចិត្តឲ្យស្អែកអញធ្វើដំណើរទៅវេកឋិនដើម្បីឲ្យកឋិននឹងជាទីពឹងពំនាក់សម្រាប់ខ្លួនអញព្រោះអញធ្វើដំណើរតទៅមុខទៀតនឹងវាត្រូវពឹងនៅលើកឋិននឹងដែរហើយចាំបើអញអត់មានកឋិនទៅជាមួយទេប្រកាសជាជើង4កតុយ1ជាមិនខានហើយបើបានជើង4កតុយ1នេះវាគ្រាន់ការពារមូសបក់បានហើយបើទៅអាកន្លែងអត់កតុយនឹងទៅទៀតនឹងវាមិនអាសន្នសយធំហើយទេដែលគេហៅថាទៅអាកន្លែងនរកកន្លែងប្រែតអសុរកាយនោះវាមិនយ៉ាងណាយ៉ាងណីទៅហើយទេបើអញ្ចឹងកុំឲ្យវាយ៉ាងណាយ៉ាងណីនោះជើង4កតុយ1អីនោះយើងត្រូវតែការពារខ្លួនយើងត្រូវតែនាំគ្នាមកវេកឋិនហ្នឹងដើម្បីឲ្យជៀសវាងផុតអំពីអបាយពីព្រោះអ្នកណាបានវេកឋិននោះវាជាគ្រឿងការពាររាំងដែរណាញោមឲ្យតែបានមកវេកឋិនគឺបានអានិសង្ឃកឋិនដែរកាលណាបើបានអានិសង្ឃកឋិនហើយអានិសង្ឃនោះវាជួយការពាររាំងយើងមិនឲ្យផ្លត់សតិកំណើតទៅកើតក្នុងអបាយភូមិទេអានេះយើងត្រូវគិតមើលឲ្យដល់ណាពីព្រោះអាយុសង្ខាររបស់យើងហ្នឹងក៏វាបន្ទៀងតបវាបន្តិចទេអញ្ចឹងដែរវាចេះតែទៅមុខសន្សំសាកសួរមើលសួរញាតិញោមសុខសប្បាយឬក៏អត់ដេគុណណាហើយមួយថ្ងៃកាត់មួយថ្ងៃកោតែមួយថ្ងៃកាត់មួយថ្ងៃកោហើយវាទៀងឬក៏វាមិនទៀង
ហើយបើមួយថ្ងៃកាត់មួយថ្ងៃកោងអញ្ចឹងចាំកឋិនឆ្នាំក្រោយតាន់ឬក៏មិនតាន់វេកឋិនឆ្នាំក្រោយបានឬក៏មិនបានអាត្មាតាមមើលទៅប្រកាសជាមានអ្នកខ្លះអត់បានវេកឋិនឆ្នាំក្រោយទៀតពីព្រោះវាមិនដឹងថាគេមិនដឹងថាអាត្មាវអាត្មាទៅមុនញាតិញោមទៅក៏ខានវេកឋិនឆ្នាំក្រោយអញ្ចឹងបានជាឆ្នាំហ្នឹងញាតិញោមពុទ្ធបរិស័ទសាធុសប្បុរសទាំងអស់ហ្នឹងរួបរวมគ្នាផ្ដួចផ្ដើមអង្គកឋិនណាទៀតនេះឡើងដើម្បីវេប្រកេនព្រះសង្ឃតាមកាលតាមពេលវេលានេះអាត្មាលើកឡើងតាក់ទងនឹងកាលរបស់កឋិនមានពាក្យថាកឋិនកាលហ្នឹងគឺសំដៅយកកាលដែលយើងត្រូវធ្វើកឋិនមាន29ថ្ងៃហ្នឹងហើយមួយវត្តមានត្រឹមតែមួយថ្ងៃកឋិនទី2កឋិនមួយទៀតទី2នេះគេហៅថាកឋិនទានពាក្យថាកឋិនទានកឋិនទាននេះគឺជាទានមួយដែលញាតិញោមរៀបចំចាត់ចែងប្រដាប់ប្រដាទាននេះប្រែតែឲ្យណាឲ្យនឹងឲ្យអីឲ្យនៅសម្ពុតនឹងសម្ពុតដើម្បីអីសម្ពុតដើម្បីក្រាលកឋិនឲ្យតែញាតិញោមនាំយកស្បង់ស្បៃត្រៃចីវររៀបចំចាត់ចែងវត្ថុទាំង4វត្ថុទាំង3មុខហ្នឹងម្នាក់មកប្រដាប់ម្នាក់មកប្រដាប់មកម្នាក់មួយមកយកមករៀបចំតាក់តែងតុបតែងគ្រឿងឲ្យបានស្អាតបានល្អត្រឹមត្រូវក្នុងកាលណាហើយយកមកវេប្រកេនចំពោះព្រះសង្ឃអាហ្នឹងគេហៅថាកឋិនទានពីព្រោះទានអ្នកប្រែថាឲ្យនឹងឲ្យនៅសម្ពុតដើម្បីកឋិនអញ្ចឹងណាកឋិនទានហ្នឹងគឺឲ្យនៅសម្ពុតជាទានញាតិញោមមិនមែនកឋិនទានហ្នឹងស្រាប់តែឲ្យចង្ហាន់បិណ្ឌបាតក៏ឈ្មោះថាកឋិនដែរអាត្មាឮគេទេសនាឃ្លីបគេចេញមកថ្មីព្រះសាមន្ត្រីហ្នឹងណាបានស្ដាប់ឃ្លីបគេថាពាក្យថាកឋិនហ្នឹងប្រែតែឲ្យកឋិនហ្នឹងប្រែទៅឲ្យថាតាមគេណាថាតាមគេទេមិនតាមធម៌ព្រះនេះគេថាឲ្យតែឲ្យស្អីក៏ដោយឲ្យបិណ្ឌបាតក៏ឈ្មោះថាកឋិនដែរឲ្យនៅអ្វីក៏ដោយវត្ថុអីក៏ដោយឲ្យតែយើងឲ្យឈ្មោះថាកឋិនទាំងអស់ញាតិញោមវាទៅតាផ្ដាអញ្ចឹងទៅឈួតក៏មិនឈួតជាក៏វាមិនជាពាក្យថាឲ្យនៅកឋិននេះគឺឲ្យនៅសម្ពុតជាទានវេទៅជាកឋិនអានឹងបានវាទៅកឋិនចុះឲ្យបិណ្ឌបាតវាទៅជាកឋិនដែរបើដែលមានមកពីណាញាតិញោមឮឲ្យចង្ហាន់បិណ្ឌបាតទៅជាកឋិនដែរឮដែរអត់ធ្លាប់ឮដែរអត់ទេឲ្យតែកឋិនគឺគេវេសម្ពុតទៅជាទានអាហ្នឹងឯងវេសម្ពុតហ្នឹងទៅជាកឋិនហើយដឹងថាកឋិនទានហ្នឹងប្រកបជាគេឲ្យសម្ពុតទៅជាទានណាប្រាប់ថាកឋិនទានមួយម៉ាត់ហ្នឹងគឺដឹងថាឲ្យនៅសម្ពុតទៅជាទានទៅបើទៅជាកឋិនបើឲ្យវត្ថុអ្វីក្រៅអំពីសម្ពុតហ្នឹងវាមិនទៅជាកឋិនទេស្រាប់តែឮគេទេសនាមកគេថាឲ្យតែឲ្យស្អីក៏ដោយក៏ឈ្មោះថាកឋិនដែរហើយគេថាបើសិនជាឲ្យដល់បុគ្គលណាក៏ទៅជាកឋិនដែរវាទៅជាតែផ្ដាស់អញ្ចឹងទៅទៀតទៅណាគេថាឲ្យអ្នកណាក៏ដោយក៏ទៅជាកឋិនដែរឲ្យទៅយាយឲ្យទៅតាក៏ឈ្មោះថាកឋិនដែរឲ្យទៅថ្វាយចំពោះព្រះសម្មាសម្ពុទ្ធក៏ទៅជាកឋិនដែរឲ្យអ្នកណាក៏ទៅជាកឋិនដែរវាតែផ្ដាស់អញ្ចឹងអូយើងអ្នកសិក្សារៀនសូត្រអ្នកធ្វើបុណ្យធ្វើទានកឋិនហ្នឹងវាវេបានចំពោះព្រះភិក្ខុសង្ឃទៀតហើយភិក្ខុសង្ឃតរលប់ចាំវសាហ្នឹងកុំឲ្យដាច់ទៀតវសាទី1ទៀតទៅវេកឋិនហ្នឹងវាឡើងអូដល់តាគេនេះគេថាឲ្យវាមានឃ្លីបគេចេញមកថ្មីអញ្ចឹងទៅទៀតណាអានេះញាតិញោមពុទ្ធបរិស័ទសាធុសប្បុរសអាត្មាលើកឡើងអំពីកឋិនទាននេះគឺការឲ្យនៅសម្ពុតជាទានសម្រាប់ប្រគេនព្រះភិក្ខុសង្ឃប៉ុន្តែកឋិនទានញាតិញោមការឲ្យនៅសម្ពុតទៅជាទាននេះញាតិញោមដឹងហើយមិនមែនចេះតែឲ្យសម្ពុតតែផ្ដេសតែផ្ដាស់ទេណាញាតិញោមឲ្យសម្ពុតជាទាននឹងមិនមែនឲ្យសម្ពុតផ្ដេសផ្ដាស់ទេគឺឲ្យសម្ពុតនោះមានបែបមានសន្តានមានទ្រង់ទ្រាយផនគេការឲ្យនេះណាមានបែបមានសន្តានមានទ្រង់ទ្រាយត្រឹមត្រូវតាមក្បួនតាមច្បាប់អាហ្នឹងឲ្យដែលត្រឹមត្រូវរួចបើសិនជាញាតិញោមយកសម្ពុតទាំងផ្ទាំងមកឲ្យនោះក៏កើតដែរយកមកវេហ្នឹងក៏វាកើតទៅជាកឋិនដែរប៉ុន្តែសម្រាប់អាត្មាអីប្រកាសជាអត់បានគ្រងកឋិនទេពីព្រោះវាមិនចេះដេពីព្រោះវាមិនចេះកាត់ធ្វើបបករណៈហ្នឹងវាសង្គ្រោះដោយធម៌7ប្រការនោះមានតាំងពីបោកមានតាំងពីគក់មានតាំងពីជលក់ពីកាត់ហើយដានហើយដេអូតម្រំនឹងរួចទាំងស្មើណាទៅ
vô rồi hốt đo sai đùm luôn riết tray nâng sầm pốt trên Nisaki nâng ấy vì mình ai lang từ chia cái thần thiệt chẳng bán sớm mai cao ba chợ bọt này pốt bò sát cái chlat á cái riệp trong tray chỉ vô nâng rùa ta chỉ vô nó để trầm trâu từ tam khát anh ấy bán cái dốc mà về cái thân hơi cắt ỏi đạch ỏi rất trầm trâu mau tiết mà cà phê này mau trầm trâu tiết ai khá tiết nó ban mà cà phê mau tiết mình xây cho bò nó để on tiết mình hiền cho krem mấy cái lô cao chết khơi mà po sầm bol sạch ai nó mình xây rồi lơ rồi lông việc prai tôi chưa để cái kri đôi sầm pốt chỉ vô chẳng này chẳng tôi chỉ po nó rồi lơ rồi lông sạch mau thay pi lơ năng tiết vô một bạc kén pre sóng để cung trăm pre và xa nâng anh ấy cả thân chỉ tiền muối để dân riệp trăm chặt cháy tam bái pre vì này dân ao đó bàn tay dân ao miền cái buôn miền khana tam bái pre vì này miền tận tắc miền bờ đói trầm trừ bột bò để sạch một thệ pan chạy căng sòng khẽ đây nâng chỉ phố miền bờ đói pram hạt cái đam bờ đói pram hạt cái đam ai tận tận nâng miền bay hạt cái đam khá thả bay hạt cái đam khá thả buôn hạt cái đam sầm rắp chạy phố nâng sòng khẽ đây và cái là song khẽ đây nâng bọn ám rồi nhát ôi phơi pi tròn thụy cụ đang song khẽ đăng mà nên bị khâu từng lai từ thà cốt ám rồi nhát ôi bị khâu phơi song cái đây pi tròn e cá chả giăng ốt trà sang kiêng ám rồi nhát ôi phơi sầm pốt chạy po nâng mùi tròn âm trạ và xạ căng cứ sầm pốt sợ bong nâng mùi tròn bong trong ám rồi nhát cái nhiệt nhóm tam cái buôn tam cái đát nâng ở mau trầm trâu chân tới từ tân và đói cắt đát chân máu trầm trâu ơi sạch bạcกับปอมไตเงียดโยมเติบซาเติบติ้งประหยัดได้นะจุนก้าเก็บปลอมนั่นเนี่ยหลวกคลาปลอมทีแต่ละเหตุมือเติบจุนก้าติ้งมาไตรจังเม่นเมียนแต่สบังมุ้ยจิปูมุ้ยซองกระไดมุ้ยแบบคลาคลาตีนเดี๋ยวอดเมียนตึงวัดตะปนอดเมียนตึงหังสะอดเมียนตึงทองเยี่ยมไอ้เดี๋ยวอดเมียนตึงนิสัยตัวเนี่ยสมปุตตำราแล้วก็อดเมียนได้นั่นก็nhiệtยงประหยัดประหยัดได้นักจุนกาตัวเด่นโลครั้งยังมันสักดังได้ดักแต่สบังดักแต่จีโวดักแต่ซองก็ได้เต้เดี๋ยวเมียนจังได้ไอ้คลาเทียบnhiệtยงแต่ติ้งอะไรอยู่ตาหน้าละอ้อเยอะจีโปละอ้ออุติหอถ่ายเยอะพาปานเยอะจีโปพาปานเบี้ยเมียนเรียบพาปานนั่นจีโปไม่น้อยปันแต่ซองแค่ใดนึงสบังเบี้ยเมียนดักพาปานเราเยอะไงนะดักทางสารนาจีโปอ่อนมาอ้อยสักกันนัดอ่อนอ้อยก็เมียนได้อาตมาปรับnhiệtยงตรึฉลาดนั่นเนี่ยลวกคลามาเนี่ยแต่บ้านเนี่ยลวกเก็บประกอบแต่โดยทัวตรำตรึอันนั้นเก็บได้อ้อยมาตรำตรึแต่มาดองเกี่ยวกับเก่งบ่งฟันnhiệtยงไหมปันแต่เนี่ยลวกคลาลวกโยตมาลอยก็ทำไมอัตบานจำนั้นมาอ้ายไงบานจำนั้นมาอ้ายไงอันนั้นไปจับได้อันนั้นบาปเนี่ยลวกนั้นบาปแต่เนี่ยคลาที่เกี่ยวลวกเกี่ยตรำตรึคนเกี่ยได้อ้อยมาชุดมาคือพลังละอตรำตรึคนเกี่ยอันนั้นเกี่ยลวกดำใบจบบอลเกี่ยลวกแม่นปันแต่กูเกี่ยบานบอลได้ไปปลดตรงเบอร์บอกเกี่ยจะตรงเบอร์สัจรัตตรำตรึจังเหยียดโยมชายมือพ้องนะปลอมเมียนคลาเทียดจีโปนั่งตรำตรึรับตรำตรึเลยยกเมาจีโปนั่งโยมไม้บาลมเมียดปะปันนัดมาฟูจะสบังเกิดยกมาเสียฟูจะสบังเกิดนั่งเมียนเนี่ยคลาปลอมจังนั่นนะสู้แต่ตรำตรึเนี่ยแต่ติ้งจุนการเคลียร์มือมันเศร้าดังได้จังนะอันนั้นกับท่านน่ะเตี้ยนจะเตี้ยมได้ปะพระเต้นน่ะครองเปรียบในเปียทากับท่านน่ะเตี้ยนเรียบจำจัดใจอย่างไม่อ่อยบ้านตรำตรึแต่ตามเปรียบในอ๋อมวยเตี้ยแกหาวท่ากับท่านน่ะมวยเตี้ยแกหาวท่ากับท่านน่ะกรรมนี่คือเชียร์ไก่กางเงียได้ปีเขาสังตรึเทอปีเขาสังตรึเทอกับท่านขนมไก่ได้ตรึเทอสังกับกรรมนี้เทอดอยยัดเตะตุติเยสกรรมวิจาได้เมียนเพียบเปรียบปีเขาสังอย่างติ๊กจับปีปรามอ้อมหลังตือสบยัดเตะประกอบในสมปจีโวเอาปีเขาอังไงนามุ้ยตะตัวกระโกรงอันนั้นเกี่ยวหาวท่ากับท่านน่ะกรรมอันนั้นนะกับท่านน่ะเตียนกับท่านน่ะกาลกับท่านน่ะกรรมปนไตจุนกาอาธมาทลับเตสนาหรืออังคลาวทักกับท่านเกิดเวิบตอนละปรามอ่องตอนละปีเขาสังปรามอ่องอาจเติบอาจเวกับท่านบ้านอัดกาวเดียนั่งเตะคอยปรามอ่องเติบอาจเวกับท่านประเกณฑ์โลกบ้านเบิกขนมวัดต้องเมียนปีเขาติดกรองปีปรามอ่องเตะมันอาจเวกับท่านบ้านนั่งคอยปีเขาตามอ่องก็อาจเวกับท่านประเกณฑ์โลกบ้านได้กับปอนแต่โลกใจขนมวินัย
លោកថាទទួលគេវេមកទទួលបានខ្លួនឯងតែមួយអង្គឯងហ្នឹងក៏ទទួលកឋិននឹងបានទាំងអស់ដែរប៉ុន្តែដែលធ្វើញត្តិទុតិយកម្មវាចាហ្នឹងភិក្ខុក្នុងវត្តហ្នឹងលោកទៅរកភិក្ខុដទៃទៀតមកប្រគ្រប់ឲ្យបាន5ដើម្បីធ្វើញត្តិទុតិយកម្មវាចាក្រាក្រងតទៅហើយដល់អង្គខ្លះលោកមិនបានគិតអញ្ចឹងតែកឋិនគឺតល5អង្គបានអាចទទួលបានញាតិញោមទៅវេប្រកេនភិក្ខុសង្ឃតែមួយអង្គនឹងមិនអាចឡើងទៅជាកឋិនបានទេ2អង្គ3អង្គ4អង្គក៏មិនអាចវេប្រកេនលោកបានដែរអានឹងខុសហើយព្រោះកឋិនកម្មយើងធ្វើដោយញត្តិទុតិយកម្មអានឹងយើងធ្វើតាមបែបក្នុងព្រះវិន័យផ្សេងប៉ុន្តែញាតិញោមអ្នកធ្វើកឋិននេះវេប្រកេនភិក្ខុតែមួយអង្គដែលគង់ចាំព្រះវសាក្នុងទីវត្តទីអារាមណាមួយក៏លោកទទួលកឋិននឹងបានដែរអានឹងកឋិនកម្មហើយមួយទៀតញាតិញោមពុទ្ធបរិស័ទសាធុសប្បុរសមួយទៀតកឋិនទី4នេះគេហៅថាកឋិនខេត្តកឋិនខេត្តពាក្យថាខេត្តសំដៅយកកំឡុងកាលពេលវេលារបស់អានិសង្ឃកឋិនអំឡុងកាលពេលវេលានៃអានិសង្ឃកឋិនចាប់ផ្ដើមកើតមានឡើងតាំងពីថ្ងៃ100រហូតទៅដល់ថ្ងៃ15កើតខែផលគុណប៉ុណ្ណាចាប់តាំងពីថ្ងៃ100ហ្នឹងគឺចាប់ផ្ដើមលោកទទួលក្រាក្រងកឋិនហើយគឺបានអានិសង្ឃហើយហោហែតាំងពីហ្នឹងរហូតដល់15កើតខែផលគុណរយៈកាលប្រព័ន្ធហ្នឹងគេហៅកឋិនខេត្តជាខេត្តជាដែននៃអានិសង្ឃកឋិនព្រំបទលនៃអានិសង្ឃកឋិនរបស់ភិក្ខុមួយអង្គមួយអង្គអានឹងគេហៅកឋិនខេត្តរួមមកកឋិន4យ៉ាងមានកឋិនកាលមានកឋិនទានមានកឋិនកម្មមានកឋិនខេត្តច្បាច់បញ្ចូលមកកឋិន4យ៉ាងមានដូចនេះឯងឥឡូវនេះញាតិញោមពុទ្ធបរិស័ទសាធុសប្បុរសទាំងអស់កឋិននឹងបានស្គាល់ហើយបែប1បែប2បែប3បែប4បែប5ឥឡូវអត្ថរបស់កឋិនវិញម្ដងអត្ថរបស់កឋិនឮលោកអត្ថាធិប្បាយមកអាត្មាវាដូចជារៀងទៅតោះបន្តិចពាក្យថាកឋិននេះដែលលើកឡើងមកថាកិរិយារស់នៅដោយក្រកិរិយារស់នៅដោយក្រហ្នឹងសេចក្តីអធិប្បាយបញ្ចេញទៅហ្នឹងគឺសំដៅយកសេចក្តីឧបមាប្រៀបដូចជាឈើស្នឹងកឋិនហ្នឹងណាប្រៀបដូចជាឈើស្នឹងហ្នឹងដែលគេបោះចុះនៅលើផែនដីវាមិនងាយនឹងដោះវាមិនងាយនឹងលូតលាស់ទៅវិញបានយ៉ាងណាមិញកឋិនក៏ដូចគ្នាដូចឆ្នាំដែរប៉ុន្តែឈើស្នឹងដែលពាក្យថាកឋិនឧបមាវាដូចជាឈើស្នឹងហ្នឹងយើងដឹងហើយយើងឈើស្នឹងដែលយើងបោះចុះលើផែនដីដើម្បីប្រយោជន៍ស្អីឲ្យឈើនឹងវាដោះលូតលាស់ឬក៏បោះដើម្បីអ្វីឥឡូវសួរញាតិញោមម្ដងដែលជាអ្នកបោះបកគោស្នឹងហ្នឹងណាបោះបកគោស្នឹងទៅលើផែនដីដើម្បីឲ្យឈើនឹងវាដោះលូតលាស់ហើយឬក៏បោះដើម្បីចងគោចងក្របីចងដំរីចងសេះឬក៏ចងអ្វីបោះទៅលើផែនដីធម្មតាបោះបកគោស្នឹងវាមិនដែលបោះដើម្បីឲ្យឈើនឹងវាដោះទេមិនអញ្ចឹងបោះទៅលើផែនដីដើម្បីឲ្យឈើនឹងវាតាំងនៅមាំក្នុងទីនឹងដើម្បីចងជ្រូកអ្នកដែលគេចិញ្ចឹមជ្រូកបោះទៅលើផែនដីអ្នកដែលគេចិញ្ចឹមគោដើម្បីចងគោនឹងកុំឲ្យទៅណាអញ្ចឹងពាក្យថាកឋិននេះសំដៅសេចក្តីឧបមាបីដូចជាឈើស្នឹងគឺសំដៅយកភាពមមួននៃឈើស្នឹងកឋិនគឺជាវត្ថុដែលមមួនគឺជាវត្ថុដែលមមួននឹងមមួនថាម៉េចមមួនចាមមួននឹងភិក្ខុណាដែលបានក្រាលគ្រង